តែជិះជួបគ្នាណាសយកឯងត្រូវការស្រស់ស្រូបទេអត់ទេខ្ញុំគោពោះពេញមកព្រឹកហើយណាបាត់គួរអញយល់ថាថ្ងៃនេះចេញវិញ្ញាសាយដែរតើមានមធ្យោបាយអីអាចគេចពីប្រឡងបានទេណោះខ្ញុំមិនចង់ប្រឡងទេហាមានតែឯងទេមិនខំរៀនទើបខ្លាចប្រឡងយើងខំរៀនយ៉ាងលំបាកយូរហើយគឺចង់ប្រឡងឲ្យបានពិនទិល្អហេតុនេះណែអូយជិះពោះអាមកឯងយ៉ាងមិនដឹងអញយកខ្ញុំជិះពោះណាអូយណាពួកឯងជិះពោះដែរជិះពោះណាអូយយ៉ាងម៉េចពួកឯងជិះពោះដែរយ៉ាងម៉េចហ្នឹងដែរនៅទីនេះគេជិះពោះគ្រប់គ្នាមិនក៏ឯងអត់ជឿអញ្ចឹងហ៎ហ្នឹងហើយមិនក៏ឯងខ្ញុំមិនដឹងនោះយ៉ាអូយបលែងគឺឯងនឹងឯងថាម៉េចឯងដាក់ថ្នាំហ្នឹងអូយខ្ញុំដឹងហើយមិញនេះឯងរកមធ្យោបាយមិនចង់ទៅប្រឡងទើបឯងយកថ្នាំមកដាក់ក្នុងម្ហូបហេតុនេះហើយអើយហ្វសយកឯងមកអុកលុកម្ដងហើយម្ដងទៀតឯងចំជាតិថោកទៀតណាអូយហ្នឹងហើយខ្ញុំអត់ទេហ្វសយកធម្មតាឯងធ្វើអាក្រក់ណាឥឡូវថាអត់តើអ្នកណាជឿឲ្យខ្ញុំត្រង់បានជឿទៅគ្នាឥឡូវលោកគ្រូអូយជប៉ុនណាលោកគ្រូអ្នកណាដាក់ថ្នាំក្នុងម្ហូបហ៎អាវាហ្វសយកវៃខេមកវិញហើយហ៎មិនអីទេណែពួកអាកម៉ាប់ទ្រាំទ្រលែងបានតែឲ្យគ្រូពេទ្យមើលហើយបើឯងទ្រាំបានទេគួរតែណែឯងមិនហ្នឹងឈឺឡើងនិយាយឡើងចេញហ៎ហ្វសយកត្រូវលោកគ្រូពីណៃហើយជប់រំលឹកទៅមនុស្សថោកទាបបែបហ្នឹងកិច្ចពីការប្រឡងសឹកចិត្តដាក់ថ្នាំធ្វើបាបគេគ្រាន់តែពីណីឃើញតែធូរស្រាលហើយគុណយើងគឺជាមិត្តភក្តិមែនទេត្រូវហើយអញ្ចឹងឯងចាត់ទុកខ្ញុំជាមិត្តភក្តិឯងទេចាត់ទុកដែរយ៉ាងម៉េចអញ្ចឹងឯងវាយខ្ញុំមកឯងជិះខ្ញុំមកអត់តាក់ទងនឹងស្រីចុះទេអត់តាក់ទងនឹងស្រីចុះទេគឺខ្ញុំគឺឯងច្បាស់ជាពួកវាប្រព្រឹត្តខ្ញុំមិនដឹងថាពួកវាប្រើឲ្យខ្ញុំបើកទ្វារក្រោយគឺព្រោះតែដាក់ថ្នាំសោះខុសពីខ្ញុំមិនបានប្រាថ្នាទេខ្ញុំយល់ហើយកាលនោះបើខ្ញុំមានប្រាក់ព្យាបាលឲ្យពុករបស់ខ្ញុំគាត់ក៏មិនស្លាប់ដែរតែទោះជាយ៉ាងណាខ្ញុំជាមនុស្សថោកទាបអត់គេខ្មាស់គឺលើយន្តវងវាទេជាមនុស្សថោកឯងមិនបន្ទោសខ្ញុំទេហ៎មិនមើលស្រាលខ្ញុំទេហ៎អ្នកណាប្រើឲ្យក្រខ្ញុំយល់ហើយនេះហៅថាសភាពកម្មខំអរគុណហើយគុណប៉ុន្តែសយកគេហាងជប់គិតទៅចាត់ទុកថាជាមេរៀនដល់វាទៅណាមួយម្ដាយវាហើយនឹងលោកគ្រូជាសិស្សរួមគ្រូជាមួយគ្នាមិនអីទេគ្រូអ៊ំកូនពីនៃឲ្យកូននៅទីនេះ3យាមគឺធូរស្រាលដល់កូនហើយកូនគួរតែទទួលទោសខ្ញុំត្រូវគេមុនបង្កាច់ទេនិយាយយ៉ាងណាក៏មិនជឿខ្ញុំដែរឈប់និយាយហើយម៉ែបានជួបសិស្សរួមថ្នាក់របស់កូនទាំងអស់ហើយមានតែល្បិចកូនច្រើនជាងគេកូនមិនធ្វើបាបគេម៉ែលួចអត់ទៅហើយមានល្បិចច្រើនគឺធ្វើបាបគេម៉ែក៏មានរូបស្អាតដែរមិនក៏មិនឃើញម៉ែទៅរកប្រុសមានរូបស្អាតត្រូវតែមានប្រុសសាហាយត្រូវហើយមែននឹងហើយហ្នឹងហើយកាលពីព្រឹកមិញកូនសងំលើក្រេទោះបីអូសទាញយ៉ាងណាក៏មិនព្រមក្រោកដែរម៉ែដឹងតែកូនមិនស្រួលទេពុកប្រាម៉ែទៅដាំបាយម៉ែខ្ជិលច្អូសមិនព្រមទៅទេអញ្ចឹងម៉ែក៏មិនស្រួលដែរមែនទេពិតជាមិនមែនកូនទេមិនជឿក៏ហេតុទេកូនស្បត់ទៅខ្ញុំហ៊ានស្បត់ថាបើខ្ញុំពិតជាបានប្រព្រឹត្តមែននោះសូមឲ្យខ្ញុំស្លាកកដោយសារប៉ាហ៊ឺចានេះមិនហៅថាស្បត់ទេនេះហៅថាសម្រេចដោយប្រាថ្នាឡោឥឡូវខ្ញុំបន់ឲ្យខ្ញុំបានប្រពន្ធមុខអាក្រក់ទៅចុះតែកូនអាចយកស្រីស្រស់10នាក់ធ្វើជាប្រពន្ធចុងតាมันអាចចាត់ទៅស្បត់ទេស្បត់ម្ដងទៀតឡោឥឡូវខ្ញុំបន់ឲ្យម៉ែត្រូវពុកលេងក្បាលចោលទៅចុះ
នេះជាពាក្យពឹសពលល្អអញ្ចឹងមេខ្លោពីក្រោយជាអ្នកណា ប្រកាសជាហុងហើយគូនឯង មិនមែនទេវាជាមនុស្សស្លូតត្រង់ណាស់ តែក្នុងចិត្តគឺវាអាក្រក់ណាស់ តែវាទៀងត្រង់ណាស់ ថោកទាបអត់គេខ្មាស់ ប៉ុន្តែថ្ងៃនោះវាគួរសមនឹងម៉ែណា គេប្រើល្បិចចិត្តសាស្ត្រទទួលបានការទុកចិត្តពីម៉ែហើយគេធ្វើបាបកូនប្រុសម៉ែហើយណាមាវជួយហ្វាដែលមានទាំងប្រាជ្ញានិងសេចក្តីក្លាហានបើត្រូវគេបោកប្រាស់អញ្ចឹងមានពីអីនិយាយទេឈប់និយាយទេ លោកស្រីអេ ឯងលេបប្រមាត់ខ្លា អត់ទេ មិនកំមុនមកកាច់កូនយើង ខ្ញុំអត់ទេ វាមានកំណុំអីជាមួយឯង អត់ទេ វាមានបាក់ពុតទេ អត់ទេអូយអត់ទេអត់ទេ មិនក៏ឯងដឹង ខ្ញុំ យើងដឹងថាឯងមិនមែនជាមនុស្សថោកទាបបែបហ្នឹងទេហា លោកស្រីហ្វុងខ្ញុំ មិនបាច់និយាយទេមកដល់បច្ចុប្បន្ននេះយើងមិនតាន់ឮថាកូនយើងគួរតែស្លាប់សោះបានន័យថាឯងក៏ដឹងច្បាស់ថាកូនយើងត្រូវគេមួតបង្កាច់ដែរមែនទេហា លោកស្រីហ្វុងតាមពិតខ្ញុំមិនហ៊ានសន្មត់ទេក៏ប៉ុន្តែ និយាយទៅនិយាយទៅ មានម្នាក់ខ្ញុំយល់ថាជាប់សង្ស័យណាធម្មតាវាអាងអំណាចប្រមាថគេម្យ៉ាងទៀតជួយចិត្តធ្វើបាបសិស្សសាលាខេងហ្វានណាមិនប៉ុណ្ណោះវាឲ្យនឹងស្រីយកមានដំណោះទៀត គឺអ្នកណា លុយយិនវង លុយយិនវង គឺពិតជាលុយយិនវងមែន មកធ្វើអីឆាប់ទៅទទួលពីនៃវិញទៅ ពីនេះជារឿងតូចតាចរឿងបរិសុទ្ធជារឿងធំបើជាទង្វើរបស់លុយយិនវងមែនបើមិនសងសឹកគឺមិនមែនកូនប្រុសទេ ស្រីយកចាំខ្ញុំជួយឯង វ៉ៃខេន លុយយិនវងធ្វើបាបមិត្តរួមថ្នាក់ខ្ញុំទៅសងសឹកជួបពួកគាត់ ឡោះពួកយើងទៅជាមួយគ្នា ឡោពួកឯងសងគោរពឈីបពួកឯងចុះយើងទាយុទ្ធធម៌យើងវិញ ណែពួកឯងសោកគំនុំឈាមពួកយើងស្អីទាយុទ្ធធម៌ស្អីឥឡូវពួកឯងមានសត្រូវតែមួយចាប់ពីពេលនេះទៅត្រូវរួមកម្លាំងចិត្តឈ្មោះទៅរកឆាក់ជីវិតដល់ភ្លឺចិញ្ចាចមិនបានម៉ែត្រូវតែរំជើបាយមួយដើម្បីឲ្យលុយយិនវងសារភាពដោយផ្ទាល់មាត់ទៅម៉ែសម្រេចកាត់ជាក្រោយ អេមិនក៏ហុងហើយគួនដឹងថាលុយយិនវងជាអ្នកធ្វើអញ្ចឹង ហ្វុងសយុកអើយហ្វុងសយុកតាមមើលសាលាខេងហ្វាគ្មានកន្លែងឯងឈរទៀតទេ មកពីអ្នកប្រុសលុយយើងឆ្លៀសវិញណា មកយើងជូនអ្នកប្រុសលុយមកប៉ែងមក យកស្រាមកថ្ងៃនេះយើងសប្បាយចិត្តណាស់ត្រូវផឹកស្រាបានច្រើនពេកហ្វុងសយុកវាជាក្មេងចង្រៃណាស់ឯងនេះចំជាទេវតាមានភ្នែកហើយ លំចាស់ខាងនោះជាប់មានគំនុំជាមួយនឹងស្រីយកដែរ ឆំលឹកពីវាទៀតរំលឹកពីវាធ្វើយកក្តៅណាស់ ចុះអាក្មេងលែនហ្នឹងល្មើសដល់លោកយ៉ាងម៉េចទៅ ដើមឡើយវាតាក់យកប្រពន្ធយើងហើយចង់ស្រឡាញ់ប្អូនយើងបណ្ដោយឲ្យឆ្កែឈ្មោលវាស្ទុះមករកឆ្កែញីយើងយើងមានគំនុំធំជាមួយវាណាស់ លបងខាងនោះជាប់មានគំនុំគុំគួនជាមួយនឹងហ្វុងសយុកធំម្លឹងផង អាក្មេងចង្រៃនេះវាអាំងផ្ទះវាមានប្រាក់ព្រមទាំងឪពុកប្តេផ្ដាស់ម្នាក់ព្រមទាំងម្ដាយដែលចេះអក្សរនិងក្បាច់គុណវាប្រព្រឹត្តតែផ្ដាស់ស្មានថាជាតិនេះมันអាចសងសឹកបានហើយស្មានមកដល់ថាម្ដងនេះឮថាវាដាក់ថ្នាំរាកក្នុងមហូបត្រូវគេចាប់បានតែម្ដងចាំមើលម្ដងនេះតើវាដោះស្រាយយ៉ាងម៉េចទេវតាពិតជាមានភ្នែកមែនទេវតាជួយយើងហើយ 笑看着人生太過灰暗，每每常遺憾。痛苦皆自尋，幾多風雨不必怨天回來護蔭。要漂亮人生再變繽紛，要努力才能有運。醉心這凡塵多麼吸引，可否傳遞我心？